រៀងរាល់ថ្ងៃអាទិត្យទី2នៃខែឧសភាយើងតែងតែឃើញមនុស្សជុំវិញពិភពលោកអបអរសាទរទិវាអ្នកម្ដាយប៉ុន្តែតើអ្នកដឹងទេថាថ្ងៃដ៏មានអត្ថន័យនេះមានដើមកំណើតមកពីណាហើយហេតុអ្វីបានជាអ្នកបង្កើតវាឡើងបែរជាចង់លុបវាចោលទៅវិញនៅពេលក្រោយថ្ងៃនេះយើងនឹងទៅស្វែងយល់ទាំងអស់គ្នាបើទោះបីជាទិវាអ្នកម្ដាយសម័យទំនើបមានប្រភពពីអាមេរិកប៉ុន្តែគំនិតនៃការផ្ដល់កិត្តិយសដល់មាតាមានតាំងពីសម័យក្រិកបុរាណមកម្ល៉េះដែលគេធ្វើពិធីបូជាដល់ព្រះនាងរាយាជាមាតានៃព្រះនៅសតវត្សទី16ចក្រភពអង់គ្លេសក៏មានថ្ងៃ Mothering Sunday ដែលជាថ្ងៃអនុញ្ញាតឲ្យអ្នកធ្វើការងារបម្រើតាមផ្ទះបានឈប់សម្រាកទៅសួរសុខទុក្ខម្ដាយនិងទៅវិហារជួបជុំគ្រួសារផងដែរដំណើររឿងពិតបានចាប់ផ្ដើមនៅឆ្នាំ1905នៅពេលដែលស្ត្រីម្នាក់ឈ្មោះ Anna Jarvis បានបាត់បង់ម្ដាយជាទីស្រឡាញ់របស់គាត់គឺលោកស្រី Anne Reeves Jarvis ម្ដាយរបស់គាត់គឺជាសកម្មជនម្នាក់ដែលតែងតែជួយសង្គមនិងចង់ឲ្យមានថ្ងៃមួយសម្រាប់រំលឹកគុណម្ដាយគ្រប់រូបដើម្បីសម្រេចបំណងរបស់ម្ដាយ Anna បានតស៊ូមតិយ៉ាងខ្លាំងរហូតដល់ឆ្នាំ1914ប្រធានាធិបតី Woodrow Wilson បានប្រកាសជាផ្លូវការឲ្យថ្ងៃអាទិត្យទី2នៃខែឧសភាជាទិវាអ្នកម្ដាយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺក្រោយពេលបង្កើតបានជោគជ័យ Anna Jarvis បែរជាចំណាយពេលពាក់កណ្ដាលជីវិតដែលនៅសល់ដើម្បីប្រឆាំងនឹងថ្ងៃបុណ្យនេះវិញគាត់ខឹងសម្បានឹងក្រុមហ៊ុនអាជីវកម្មដែលយកថ្ងៃនេះធ្វើជាឱកាសលក់ផ្កាកាតនិងស្ករគ្រាប់សម្រាប់អាណាគាត់ចង់ឲ្យថ្ងៃនេះជាថ្ងៃដែលកូនសរសេរសម្បត្តិចេញពីចិត្តនិងទៅសួរសុខទុក្ខម្ដាយផ្ទាល់មិនមែនជាការទិញកាដូបង្អួតគ្នានោះទេទោះបីជាមានការប្រែប្រួលទៅតាមសម័យកាលប៉ុន្តែខ្លឹមសារពិតនៃទិវាអ្នកម្ដាយនៅតែមិនផ្លាស់ប្ដូរនោះគឺការបង្ហាញក្តីស្រឡាញ់និងការដឹងគុណកុំចាំតែដល់ថ្ងៃបុណ្យទើបប្រាប់ថាស្រឡាញ់គាត់ណាចុះប្រិមិត្តវិញមានគម្រោងធ្វើអ្វីខ្លះសម្រាប់អ្នកម្ដាយនៅឆ្នាំនេះកុំភ្លេចបញ្ចេញមតិនៅខាងក្រោមសូមអរគុណនិងជួបគ្នានៅវីដេអូក្រោយ